ក្នុងកលៈទេសៈដ៏ស្រួយស្រាលនៃការរំលោភបំពានលើបូរណភាពទឹកដីនិងការឈ្លានពានដោយអាវុធពីភាគីថៃបងប្អូនពលករខ្មែររាប់សែននាក់បានប្រឈមនឹងការភ័យខ្លាចការរើសអើងនិងត្រូវបង្ខំចិត្តចាកចេញពីទីកន្លែងដែលធ្លាប់ប្រកបមុខរបរនិងធ្វើការព្យុះភ្លៀងនៃវិបត្តិនិងការធ្វើមាតុភូមិនិវត្តន៍បានចាប់ផ្ដើមពីថ្ងៃទី8មិថុនារហូតដល់ដំណាច់ឆ្នាំ2025កម្ពុជាបានទទួលពលរដ្ឋខ្លួនប្រមាណជាង95,000នាក់តួលេខនៃអ្នកធ្វើដំណើរចាកចេញពីការងារចូលមកក្នុងប្រទេសនៅពេលនេះមានចំនួនធំធេងបំផុតក្នុងប្រវត្តិសាស្ត្រដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវខ្ពស់នៅចំពោះមុខបញ្ហាប្រឈមដ៏ធំនេះប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈជាសេនាធិការបានដាក់ចេញយ៉ាងច្បាស់លាស់នៅយុទ្ធសាស្ត្រអន្តរាគមន៍4ដំណាក់កាលទាំងសកម្មនិងបូរេសកម្មក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នេះក្នុងដំណាក់កាលទី1ក្រសួងបានផ្ដល់ទឹកអាហារនិងជួយអន្តរាគមន៍ជញ្ជូនសម្ភារៈដើម្បីផ្ដល់ភាពកក់ក្ដៅដល់ពលរដ្ឋពលគឺរាជរដ្ឋាភិបាលមានគោលការណ៍តែមួយឃ្លាគត់នោះគឺសូមស្វាគមន៍មកផ្ទះយើងវិញពួកគេមិននៅឯកោនោះទេទាំងថ្នាក់ដឹកនាំក្រសួងអាជ្ញាធរដែនដីសមត្ថកិច្ចរួមនឹងយុវជនសសយក បានចុះប្រឡូកផ្ទាល់នៅព្រំដែនដែលបានរួមសុខរួមទុក្ខជាមួយប្រជាជនមិនបោះបង់និងមិនរត់ចោលប្រជាជនទោះក្នុងកលៈទេសៈណាក៏ដោយដំណាក់កាលទី2ទោះបីជាច្រកព្រំដែនត្រូវបានបិទខណៈនៅតាមបន្ទាត់ព្រំដែននៅផ្ទុះអាវុធក៏ដោយក៏មន្ត្រីរបស់យើងមិនដកថយនោះឡើយកិច្ចការអតិភិបនៅតែបន្តភ្លាមក្រសួងការងារបានដាក់ឲ្យដំណើរការប្រព័ន្ធ Hotline 1297និងអាចទទួលការហៅចូលក្នុងពេលតែមួយបានដល់ទៅ30ខ្សែកិច្ចអន្តរាគមន៍ពិសេសគឺការលុបចោលលក្ខខណ្ឌអត្តសញ្ញាណប័ណ្ណក្នុងការដាក់ពាក្យធ្វើការដើម្បីធានាថាបងប្អូនដែលបាត់បង់ឯកសារក្នុងពេលភៀសខ្លួននៅតែអាចរកចំណូលបានភ្លាមនៅលើទឹកដីកំណើតការប្រែក្លាយវិបត្តិទៅជាឱកាសការងារគឺជាដំណាក់កាលទី3ដែលរាជរដ្ឋាភិបាលមិនត្រឹមតែនាំពលករត្រឡប់មកវិញដោយសុវត្ថិភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានគិតគូរម៉ត់ចត់ដើម្បីផ្ដល់នូវអនាគតដល់ពួកគេទៀតផងតាមរយៈវេទិកាការងារនិងពិព័រណ៍ការងារចល័តសរុបជិត600លើកក្រសួងបាននាំយកឱកាសការងារជាច្រើនអនេកទៅដល់មូលដ្ឋានឃុំសង្កាត់ចាត់ទុកថាជាលទ្ធផលដ៏ត្រចះត្រចង់មួយដែលគិតត្រឹមខែធ្នូឆ្នាំ2025អតីតពលករប្រមាណ62,000នាក់ទទួលបានការងារធ្វើដោយក្នុងនោះ31,000នាក់បានចូលក្នុងប្រព័ន្ធរោងចក្រសហគ្រាសនិង31,000នាក់ទៀតក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមមានន័យថាពួកគេបាននឹងកំពុងប្រែក្លាយជាកម្លាំងពលកម្មយ៉ាងសកម្មជាដំណាក់កាលទី4ទោះជាស្ថិតក្នុងស្ថានភាពនៃការឈ្លានពានប្រដាប់អាវុធទាំងពីរលើកមន្ត្រីក្រសួងការងារមិនត្រឹមតែធ្វើការនៅក្នុងបន្ទប់ការិយាល័យនោះទេទាំងឯកឧត្តមរដ្ឋមន្ត្រីទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានចុះបំពេញបេសកកម្មយ៉ាងមមាញឹកដោយមិនរួញរាដើម្បីជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអ្វីដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំព្រមទាំងដោះស្រាយបានទាន់ពេលវេលានៅរាល់ការលំបាកនានារបស់ពលករនិងក៏ស្របតាមការបដិញ្ញាចិត្តរបស់ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈជាងនេះទៅទៀតកម្ពុជាក៏ត្រូវបង្ហាញពិភពលោកថាទោះក្នុងស្ថានភាពវិបត្តិការងារយ៉ាងណាក៏ដោយក៏កម្ពុជានៅតែឈររឹងមាំកសាងបាននូវភាពធន់ម្ចាស់ការនិងមានព្រំវិហារធម៌ចំពោះប្រជាជនខ្លួនហើយដែលប្រការនេះពិតជាបានឆ្លុះបញ្ចាំងពីសមត្ថភាពនៃការដឹកនាំជំរុញសន្ទុះទឹកចិត្តនិងស្មារតីរួមគ្នារបស់ខ្មែរបន្តផ្ដល់នូវជំនឿទុកចិត្តនិងរួមសាមគ្គីភាពជាតិជុំវិញរាជរដ្ឋាភិបាលដើម្បីរក្សាការពារនូវសុខសន្តិភាពបូរណភាពទឹកដីនិងវឌ្ឍនភាពនៃមាតុភូមិយើង